មុនចូលឆ្នាំមួយថ្ងៃភាគច្រើនគេនាំគ្នាជិះម៉ូតូឬក៏ជិះឡានទៅតាមតំបន់ទេសចរឬក៏ទៅស្រុកឯអ្នកផ្ទះរបស់ខ្ញុំវិញគឺនាំគ្នាជិះកង់ជំរាបសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំរក្សាផ្លូវនេះដែរគឺជាផ្លូវចូលទៅប្រាសាទដែលនៅខាងមុខភ្នំជីសូរជារួមទៅផ្លូវនេះគឺរៀងពិបាកជិះបន្តិចហើយណាមួយគឺខ្ញុំជិះកង់ដៃមួយហើយខ្ញុំថតបដាផងហើយណាមួយផ្លូវគឺពិបាកខ្លាំងដែរដូចបងប្អូនបានឃើញអញ្ចឹងវារៀងរលាក់អញ្ចឹងណាมันជាពិបាកអីណាស់ណាទេប៉ុន្តែដោយសារតែដីនេះដែរវារៀងដីផុសដល់ពេលអញ្ចឹងទៅយើងជិះកង់ទៅរៀងជ្រែកង់បើសិនជាមានភ្លៀងវិញគឺបែកផុសវល់តែម្ដងវីដេអូនេះដែរគឺខ្ញុំទើបតែថតនៅថ្ងៃទី13ខែមេសា2025នេះឯងជារួមទៅគឺមុនចូលឆ្នាំមួយថ្ងៃងើបតាំងពីព្រឹកដើម្បីទៅជិះកង់នៅភ្នំជីសូរបរិយាកាសពេលព្រឹកគឺស្រស់ស្រាយមែនទែនដោយសារតែទី1គឺយើងងើបពេលព្រឹកព្រលឹមអញ្ចឹងណាហើយណាមួយជាមួយនឹងទេសភាពបែបមានព្រៃឈើមានភ្នំមានប្រាសាទមានអីអញ្ចឹងទៅគឺវាស្អាតមែនទែនប៉ុន្តែតោះតែម្យ៉ាងទេគឺអាកាសធាតុរៀងក្តៅហប់ខ្យល់អញ្ចឹងទៅគឺបែកញើសខ្លាំងមែនទែនផ្លូវដែលចូលមកមុនហ្នឹងគឺរៀងពិបាកប៉ុន្តែកន្លែងនេះឃើញស្រួលទេប៉ុន្តែរត់តែពិបាកជាងផ្លូវចូលមុនទៀតដីវារត់តែផុសអញ្ចឹងណាគឺខ្ញុំជិះកង់ឡើងជ្រែចង់ធ្លាក់ផ្លូវហ្មងផ្លូវរៀងតូចផងហើយណាមួយដីផុសជិះកង់ទៅជ្រែផងបើសិនជាជិះកង់ជ្រែទៅចូលព្រៃហ្នឹងមិនបាច់ទេដោយសារតែវាមានបន្លាច្រើនដែរហ្នឹងណានៅពេលដែលយើងងើបពេលព្រឹកមុនថ្ងៃរះហើយមកជិះកង់អញ្ចឹងរហូតដល់ថ្ងៃរះគឺមានអារម្មណ៍ថារៀងស្រស់ស្រាយដែរប៉ុន្តែគ្រាន់តែហប់ខ្យល់ដូចខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងមើលទៅដើមឈើទៅដឹងហើយអត់មានអង្គើអីបន្តិចទេហប់ខ្យល់ខ្លាំងមែនតើគ្រាន់តែឈប់កង់ញើសឡើងជោកពេញខ្លួនហ្មងសម្រាប់អាកាសធាតុឆ្នាំនេះទោះក្តៅយ៉ាងណាក៏នៅចាញ់ឆ្នាំមុនដែរឆ្នាំមុនអាកាសធាតុក្តៅខ្លាំងជាងនេះទៀតហើយណាមួយអត់មានភ្លៀងច្រើនទេឆ្នាំនេះគ្រាន់តែចូលខែប្រាំងគឺវាចាប់ផ្ដើមមានភ្លៀងធ្លាក់ច្រើនដែរដល់ពេលអញ្ចឹងទៅដើមឈើអីគឺវាអត់សូវងាប់ច្រើនទេមើលទៅវារៀងស្រស់ស្រាយវាមានពណ៌ខៀវស្ងាត់ច្រើនជាងឆ្នាំមុនណាបើរាល់ឆ្នាំគឺចូលដល់ខែនេះគឺដោយសារខែប្រាំងវាក្តៅខ្លាំងអញ្ចឹងទៅដើមឈើងាប់ច្រើនវាអត់មានស្លឹកប៉ុន្តែឆ្នាំនេះចាត់ទុកថាវាក្រាន់ដែរហើយស្គាល់តែប្រាសាទភ្នំជីសូរដល់តែប្រាសាទដែលនៅក្បែរជើងភ្នំជីសូរពីរហ្នឹងខ្ញុំភ្លេចឈ្មោះបាត់ទៅអញ្ចឹងបើសិនជាបងប្អូនណាស្គាល់ឈ្មោះកុំភ្លេចជួយប្រាប់ផងខ្ញុំភ្លេចមែនដោយសារតែខ្ញុំខានមកយូរមែនតើហ្មងប្រាសាទដែលនៅជើងភ្នំជីសូរហ្នឹងបើថាប្រាសាទភ្នំជីសូរគឺខ្ញុំមកញឹកញាប់ទេឯប្រាសាទពីរនេះវិញគឺខ្ញុំខានមកយូរមែនតើអាចចាត់ទុកថាវាជាលើកទី2របស់ខ្ញុំណាដែលមកដល់ប្រាសាទពីរដែលនៅខាងកើតភ្នំជីសូរហ្នឹងហើយនេះផ្កាអីគេបងប្អូនស្គាល់ដែរអត់ផ្កាវាខ្ញុំអត់ចូលចិត្តក្លិនវាទេប៉ុន្តែមើលសម្រាប់ផ្កាវាវិញគឺអាចចាត់ទុកថាវាស្អាតដែរប៉ុន្តែសម្រាប់ក្លិនវិញគឺខ្ញុំចាញ់ក្លិនតែម្ដងសម្រាប់ឈ្មោះប្រាសាទទាំងពីរហ្នឹងបងខ្ញុំប្រាប់ដែរតែខ្ញុំភ្លេចខ្ញុំស្គាល់តែប្រាសាទភ្នំជីសូរគឺច្បាស់ហ្មងដោយសារតែមកញឹកញាប់ខ្លាំងមែនតើប្រាសាទទី1ដែលខ្ញុំថតមុនហ្នឹងគឺវាមានសភាពរាងនៅស្អាតជាងប្រាសាទទី2ដែលខ្ញុំមកដល់នេះប្រាសាទនឹងដែរមើលទៅវារាងបាក់បែកហើយវាមានព្រៃច្រើនណាហើយមើលពីខាងកើតភ្នំទៅឃើញទៀបទេប៉ុន្តែជាក់ស្ដែងមើលផ្ទាល់ភ្នែកឃើញរាងខ្ពស់ដែរប៉ុន្តែបើសិនជាយើងចង់ឡើងភ្នំជីសូរលឿនណាមានឡើងខាងកើតនឹងឯងវាឡើងលឿនជាងឡើងពីខាងលិចហើយឡើងពីខាងត្បូងដោយសារតែខាងកើតវារាងចោតមែនតើហ្មងកម្មចដាអញ្ចឹងវាធ្វើយើងឡើងរឿងលឿនដែរហើយខ្ញុំចូលទៅក្នុងប្រាសាទមើលទៅរៀងស្រាវដែរដោយសារតែថ្មប្រាសាទវានៅក្តេបក្តប់អញ្ចឹងណាហើយខ្ញុំក៏ហ៊ាននៅយូរដែរដោយសារតែខ្ញុំជិះកង់មកអញ្ចឹងទៅគឺខ្ញុំត្រូវប្រញាប់ចេញមកវិញហើយនេះគឺខ្ញុំជិះវៀងមកជុំវិញភ្នំតែម្ដងហើយកន្លែងនេះគឺខ្ញុំអត់មានធាក់ទេវាចុះទូលចុះទៅវឹងតែម្ដងនិយាយទៅស្រួលដែរប៉ុន្តែគ្រាន់តែផ្លូវវារៀងអាលាក់អញ្ចឹងទៅខ្ញុំកាន់កាមេរ៉ាថតគឺជិះឡើងហួសផ្លូវហ្មងដល់ពេលកន្លែងមកវិញអញហួសផ្លូវបាត់ដោយសារតែខ្ញុំកាន់នេះកន្លែងនេះខ្ញុំជិះហួសផ្លូវមែនណាតែអត់ដួលទេមើលទៅដូចដួលអញ្ចឹងប៉ុន្តែអត់ដួលដែរដោយសារតែខ្ញុំពិបាកទប់ចំហដោយសារតែចុះពីចំណោតភ្នំមក
ដល់ពេលអញ្ចឹងទៅខ្ញុំកាន់ទូរស័ព្ទថតគិតថាមិនធាក់ក៏វាមកមុខដែរអញ្ចឹងណាអញ្ចឹងទៅក៏កាន់កាមេរ៉ាថតដល់ពេលដល់កន្លែងផ្លូវកោងមានអីជិះហួសផ្លូវដល់ពេលមកដល់ផ្លូវចិត្តវិញគឺមានគេលក់កាហ្វេគេហៅថាកាហ្វេចល័តអញ្ចឹងទៅក៏បងខ្ញុំដាក់កាហ្វេម្នាក់មួយកែវទៅខ្ញុំចូលចិត្តផឹកកាហ្វេដែរប៉ុន្តែបើសិនជាឲ្យខ្ញុំផឹកកាហ្វេម៉ោង7 8ព្រឹកគឺខ្ញុំផឹកអត់កើតទេទម្លាប់របស់ខ្ញុំផឹកកាហ្វេម៉ោង10ម៉ោង10អញ្ចឹងណាតើតែបាយព្រឹកហើយបាយព្រឹកខ្ញុំគឺម៉ោង8ឬក៏ម៉ោង9បើមិនអញ្ចឹងទេគឺម៉ោង10អានឹងបាយព្រឹកខ្ញុំណាចុងបញ្ចប់វីដេអូហ្នឹងគឺនាំគ្នាហូបបាយម្ដងបាយរៀងបានដែរដោយសារតែជីកង់ហត់ហើយខ្ញុំនេះអស់ប្រហែលជា2ចាននេះដែរបើសិនជាមានឱកាសទៅម្ដងទៀតគឺខ្ញុំថតឲ្យបានល្អជាងហ្នឹងហើយនឹងស្រាវជ្រាវពីប្រាសាទទាំងពីរដែលខ្ញុំភ្លេចឈ្មោះហ្នឹងដោយសារតែខ្ញុំគឺពិតជាភ្លេចឈ្មោះមែនសួរគេដែរគេប្រាប់ដែរហ្នឹងប៉ុន្តែដោយសារតែខ្ញុំគឺចាំអត់បានច្បាស់អញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនា